ក្នុងថ្ងៃណាមួយខាងមកគិនឬសូបីបាទសំខាន់បាទហើយនឹងថ្លែងការប្រកាសទាំងស្រុងឲ្យអក្បត់ជាតិនៅម្នាក់យើងប្រាប់ត្រង់ហ្មងយើងប្រាប់ត្រង់ថាបំណុលទាំងប្រមាណរបស់ប្រជាពលរដ្ឋជាយើងអត់ឲ្យសងទុកឲ្យអាម្នាក់ហើយនឹងក្បត់ជាតិនឹងទៅធ្វើបាបតែចាំមើលតែយើងធ្វើបាបយើងតតាំងយើងរៀបចំរឿងឬសូបីបាទយល់បាទសំខាន់ទី2យើងរៀបចំត្រៀមថាតការអ្វីបង្ហាញបាញ់មិញក្រៅពីមាននេះនឹងរៀបចំដាក់ក្នុងមូលនិធិត្រៀមបង្កាត់ខ្មែរនៅក្នុងប្រទេសថៃប្រទេសម៉ាឡេស៊ីប្រទេសកូរ៉េឡាប្រទេសជប៉ុនឡាតែក្រុមកសាងជាពេទ្យដោយសតទៅបាទសំខាន់ដើម្បីចុះមកត្រៀមខ្លួនចុះទៅប្រទេសខ្មែរទាំងអស់គ្នាយើងសូមអញ្ជើញទៅប្រទេសយើងវិញបើជំពាក់លុយគេយើងសុខចិត្តដើម្បីដោះស្រាយយើងប្រាប់អក្បត់ជាតិណាបើសិនណាប៉ះពាល់ខ្មែរយើងបើកដៃក្រុម300ធ្វើតតាំងវិញឬសូវវិញអានេះរឿងមួយទេជាងខ្មែរយើងត្រូវយកខ្លួនថាបើអ្នកនៅខ្លាចនៅចំពោះករណីរបស់ការសម្លុកគម្រាមកំហែងរបស់អក្បត់ជាតិពីត្រង់ដល់ចំដាល់នេះបាននេះយើងការចេញច្រាបវិញទេអ្នកដែលខ្លាចជាទីបំផុតអក្បត់ជាតិទេឬសូវវិញចាំយើងនាំទៅទាំងអស់នោះខ្លាចជាទីបំផុតហ៊ានប៉ះពាល់វានឹងខាត់បងមានជាពលរដ្ឋឬសូវវិញសំខាន់ហើយសំខាន់បាទទីមួយមានខាត់បងក្រុមប្រឹក្សាមានអំណាចមានទ្រព្យសម្បត្តិតែវាភ័យទីបំផុតទេភ័យនៅរដ្ឋាភិបាលជាថាទីរណៈដែលពេញសិទ្ធិទៅក្នុងនំខ្មែរចូលទៅវាទៅអរកើអ្នកឲ្យហ៊ានបាញ់ខ្មែរមួយយើងបាញ់គ្រួសារចូលទាំងអស់ព្រោះយើងត្រៀមនៅសូវវិញ